ពិធីបុណ្យបូជាព្រះសពព្រះអន្តមនីអុកមុតព្រះរាជាគណៈថ្នាក់ចាត់ថ្វាព្រះសង្ឃកិច្ចកុសលព្រះមេគុណខេត្តព្រះឧបជាខេត្តនិងជាព្រះនាយកពុទ្ធិកវិទ្យាល័យអង្គធួងខេត្តបាត់ដំបងរបៀបវិរៈថ្ងៃពុធពីកើតខែផលគុណឆ្នាំម្សាញ់សព្វស័កពុរសករាជ2569ត្រូវនៅថ្ងៃទី18ខែកុម្ភៈឆ្នាំ2026កម្មវិធីពេលព្រឹកម៉ោង 6:30 នាទីព្រឹកប្រគេនយីគូចំពោះព្រះសង្ឃម៉ោង 7:30 នាទីព្រឹកជួបជុំមន្ត្រីរាជការព្រះសង្ឃសិស្សគុណនិងពុទ្ធបរិស័ទម៉ោង 8:30 នាទីព្រឹកពិធីក្រុងពេលីម៉ោង 10:30 នាទីព្រឹកប្រគេនផាត់ចំពោះព្រះសង្ឃម៉ោង 11:30 នាទីព្រឹកអញ្ជើញភ្ញៀវកិត្តិយសពិសាភោជនាហារកម្មវិធីពេលរសៀលម៉ោង 14:30 នាទីរសៀលជួបជុំមន្ត្រីរាជការព្រះសង្ឃពុទ្ធបរិស័ទជាសិស្សគុណម៉ោង 15 រសៀលឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តអញ្ជើញគណៈអធិបតីបូជាព្រះទីបថ្វាយចំពោះព្រះពុទ្ធរូបលោកអាចារ្យចាប់ដំណើរពិធីសាសនានិមស្ការព្រះរតនត្រ័យសមាទានសិលនិងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តនិមន្តព្រះសមណញាណណាប់ម៉ឺនព្រះបល័តគុណខេត្តបន្ទាយមានជ័យសម្ដែងព្រះធម៌ទេសនាម៉ោង 17 រសៀលអញ្ជើញភ្ញៀវកិត្តិយសពិសាភោជនាហារកម្មវិធីពេលរាត្រីម៉ោង 19 យប់ស្វាធ្យាយព្រះសត្តបករណាភិធម្មត្រៃលក្ខណ៍និងធម៌សង្វេគថ្ងៃប្រហោះ3កើតខែផល្គុនឆ្នាំម្សាញ់សព្វស័កពុរសករាជ2569ត្រូវនឹងថ្ងៃទី19ខែកុម្ភៈឆ្នាំ2026កម្មវិធីពេលព្រឹកម៉ោង 6:30 នាទីព្រឹកប្រគេនយីគូចំពោះព្រះសង្ឃម៉ោង 8 ព្រឹកនិមន្តព្រះធម្មកថាសម្ដែងព្រះធម៌ទេសនាម៉ោង 10:30 នាទីព្រឹកវេផតហាប្រគេនចំពោះព្រះសង្ឃម៉ោង 11:30 នាទីព្រឹកអញ្ជើញភ្ញៀវកិត្តិយសពិសាភោជនាហារកម្មវិធីរសៀលម៉ោង 14:30 នាទីរសៀលជួបជុំមន្ត្រីរាជការព្រះសង្ឃពុទ្ធបរិស័ទជាសិស្សគុណម៉ោង 15 រសៀលឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តអញ្ជើញគណៈអធិបតីបូជាព្រះទីបថ្វាយចំពោះព្រះពុទ្ធរូបលោកអាចារ្យចាប់ដំណើរពិធីសាសនានមស្ការព្រះរតនត្រ័យសមាទានសិលនិងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តនិមន្តព្រះព្រហ្មរតនមុនីប៉ិនសែនព្រះប្រធានថេរសភាសង្ឃនៃព្រះរាជាណាចក្រកម្ពុជាសម្ដែងព្រះធម៌ទេសនាម៉ោង 17 រសៀលអញ្ជើញភ្ញៀវកិត្តិយសពិសាភោជនាហារកម្មវិធីពេលរាត្រីម៉ោង 19 យប់ស្វាធ្យាយព្រះសត្តបករណាភិធម្មត្រៃលក្ខណ៍និងធម៌សង្វេគថ្ងៃសុក្រ4កើតខែផលគុណឆ្នាំម្សាញ់សព្វស័កពុរសករាជ2569ត្រូវនៅថ្ងៃទី20ខែកុម្ភៈឆ្នាំ2026កម្មវិធីពេលព្រឹកម៉ោង 6:30 នាទីព្រឹកប្រគេនយីគូចំពោះព្រះសង្ឃម៉ោង 8 ព្រឹកនិមន្តព្រះធម្មកថាសម្ដែងព្រះធម៌ទេសនាម៉ោង 10:30 នាទីព្រឹកវេផតហាប្រគេនចំពោះព្រះសង្ឃម៉ោង 11:30 នាទីព្រឹកអញ្ជើញភ្ញៀវកិត្តិយសពិសាភោជនាហារកម្មវិធីពេលរសៀលម៉ោង 14:30 នាទីរសៀលជួបជុំមន្ត្រីរាជការព្រះសង្ឃពុទ្ធបរិស័ទជាសិស្សគុណម៉ោង 15 រសៀលឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តអញ្ជើញគណៈអធិបតីបូជាព្រះទីបថ្វាយចំពោះព្រះពុទ្ធរូបលោកអាចារ្យចាប់ដំណើរពិធីសាសនានមស្ការព្រះរតនត្រ័យសមាទានសិលនិងនិមន្តព្រះសង្ឃនៅចម្រើនព្រះបរិត្តនិមន្តព្រះសោភ័ណ្ឌរតនវេទីអៀងសុផុនព្រះមេគុណខេត្តបៃលិនសម្ដែងព្រះធម៌ទេសនាម៉ោង 17 រសៀលអញ្ជើញភ្ញៀវកិត្តិយសពិសាភោជនាហារកម្មវិធីពេលរាត្រីម៉ោង 19 យប់ស្វាធ្យាយព្រះសត្តបករណាភិធម្មត្រៃលក្ខណ៍និងធម៌សង្វេគថ្ងៃសៅរ៍5កើតខែផលគុណឆ្នាំម្សាញ់សព្វស័កពុរសករាជ2569ត្រូវនឹងថ្ងៃទី21ខែកុម្ភៈឆ្នាំ2026កម្មវិធីពេលព្រឹកម៉ោង 6:30 នាទីព្រឹកប្រគេនយីគូចំពោះព្រះសង្ឃម៉ោង 8 ព្រឹកនិមន្តព្រះធម្មកថាសម្ដែងព្រះធម៌ទេសនាម៉ោង 10:30 នាទីព្រឹកវេផតហាប្រគេនចំពោះព្រះសង្ឃម៉ោង 11:30 នាទីព្រឹកអញ្ជើញភ្ញៀវកិត្តិយសពិសាភោជនាហារកម្មវិធីពេលរសៀលម៉ោង 12:30 នាទីរសៀលជួបជុំមន្ត្រីរាជការព្រះសង្ឃពុទ្ធបរិស័ទ
ជាសិស្សគុណឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តអញ្ជើញដល់ពិធីដង្ហែព្រះសពទៅកាន់វាលព្រះមេនទីលានបាល់ទាត់វាលបេចានពិធីរំកិលព្រះសពដង្កល់លើព្រះមេនម៉ោង 17:30 នាទីរសៀលប្រពៃពិធីបូជាព្រះសពម៉ោង 20:00 នាទីយប់ស្វាធ្យាយព្រះសត្តបករណាភិធម្មត្រីលក្ខណ៍និងធម៌សង្វេគម៉ោង 22:30 នាទីយប់ពិធីរើសព្រះអធិធាតុព្រះអន្តមុនីនិងដង្ហែព្រះអធិធាតុថ្ងៃអាទិត្យ 6 កើតខែផលគុណឆ្នាំម្សាញ់សប្បុរស័កពុរសករាជ 2569 ត្រូវនឹងថ្ងៃទី 22 ខែកុម្ភៈឆ្នាំ 2026 កម្មវិធីពេទ្យព្រឹកម៉ោង 6:30 នាទីព្រឹកប្រគេនយីគូចំពោះព្រះសង្ឃម៉ោង 9 ព្រឹកព្រះសង្ឃគោចរបិណ្ឌបាតចំនួន 1000 អង្គម៉ោង 10:30 នាទីព្រឹកវេផតហាប្រគេនចំពោះព្រះសង្ឃម៉ោង 11:30 នាទីព្រឹកអញ្ជើញភ្ញៀវកិត្តិយសពិសាភោជនាហារកម្មវិធីពេលរសៀលម៉ោង 13:30 នាទីរសៀលជួបជុំមន្ត្រីរាជការព្រះសង្ឃពុទ្ធបរិស័ទជាសិស្សគុណរៀបចំក្បួនដង្ហែព្រះអធិធាតុនិងព្រះអង្គាចេញពីវត្តពោធិ៍វាលឆ្ពោះទៅកាន់កំពង់ទឹកមុខវត្តពោធិ៍វាលសង្ករតនៈក្រុងបាត់ដំបងនិងបន្តជិះទូកតាមស្ទឹងសង្កែឆ្ពោះទៅពាមដូនទាវស្រុកឯកភ្នំម៉ោង 15 រសៀលពិធីដង្ហែព្រះអធិធាតុនិងព្រះអង្គាទៅក្នុងស្ទឹងអង្គាឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តលោកអាចារ្យដំណើរពិធីសាសនានិងផ្សាយមេត្តាធម៌បញ្ចប់កម្មវិធីបញ្ជាកម្មវិធីបុណ្យប្រពៃធ្វើនៅក្នុងបរិវេណវត្តពោធិ៍វាលសង្ករតនៈក្រុងបាត់ដំបងទីកន្លែងបូជាព្រះសពស្ថិតនៅទីវាលព្រះមេនភូមិរំចេក4សង្ករតនៈក្រុងបាត់ដំបងខេត្តបាត់ដំបងជាប់ផ្លូវជាតិលេខ 5 ទីលានបាល់ទាត់បៃចាន